សៀវជាវឲ្យកុំអើរវល់តែហូបអីថ្ងៃនេះខ្ញុំមានរឿងរីករាយមួយចង់ប្រកាសលោកស្រីតើមានរឿងរីករាយអ្វីទៅតើចង់ផ្ដល់ប្រាក់រង្វាន់ឲ្យខ្ញុំទៀតមែនទេក្មេងម្នាក់នេះដឹងតែពីរឿងលុយកាក់មែនប៉ុន្តែរឿងលើកនេះវាប្រសើរជាងប្រាក់រង្វាន់ឆ្ងាយណាស់ខ្ញុំនិងលោកម្ចាស់បានពិភាក្សាគ្នាហើយគឺមានបំណងទទួលយកអ្នកធ្វើជាកូនធម៌ជាផ្លូវការអូសាប់ធីងតើកូនមានយោបល់ទាស់ខុសត្រង់ណាដែលឲ្យសៀវជាវធ្វើជាប្អូនស្រីរបស់កូនពិតជាមានយោបល់ទាស់ខុសមែនកូនមិនចង់ឲ្យនាងមកធ្វើជាប្អូនស្រីរបស់កូនទេរឿងនេះតើវាសំរុំដែរទេក្មេងស្រីដែលអសរោះបែបនេះតើមានចំណុចណាដូចជាកូនស្រីអភិជនទៅលោកមេតបដល់ឈ្មោះឆ្មៃម្នាក់នេះនៅតែមើលងាយក្មេងស្រីម្នាក់នេះទៀតមែនទេលោកយាយឲ្យខ្ញុំក៏មិនចង់ឲ្យអ្នកថាបងប្រុសដែរបើខ្លាចជាបងប្អូននឹងគ្នាទៅហើយទៅថ្ងៃមុខតើឲ្យខ្ញុំហៅមាត់សុំខ្សែក្រវ៉ាត់ដោយរបៀបណាទៅលោកស្រីឋានៈជាកូនធម៌នេះមិនបាច់ក៏បានដែរអ្នកមើលចុះលោកប្រុសមានទឹកមុខមើលងាយបែបនេះខ្ញុំបារម្ភថាទៅថ្ងៃមុខពេលគាត់បាត់បង់ការស្រឡាញ់គាត់នឹងតាមរករឿងធ្វើបាបសងសឹកខ្ញុំរាល់ថ្ងៃមិនខានប្រសិនបើអ្នកយល់ថាខ្ញុំធ្វើការបានល្អមែនមិនដូរមកជាការបង្រៀនល្បិចកលឲ្យខ្ញុំឲ្យបានច្រើនវិញទៅឬក៏ប្រទានដុំមាសឲ្យខ្ញុំពីរបីដុំតែម្ដងទៅវាមើលទៅជាក់ស្ដែងជាងអ្នកឯងនេះពិតមែនហើយមិនអីទេក្នុងពេលដែលអ្នកមិនស្ម័គ្រចិត្តខ្ញុំក៏មិនបង្ខំដែរប្រាក់ខែក្នុងខែនេះខ្ញុំនឹងដំឡើងឲ្យអ្នក3ដងអរគុណលោកស្រីពិតជាមានប្រាជ្ញាឆ្លៀសវៃណាស់ដែលដំឡើងឲ្យ3ដងលោកម្ចាស់មិនល្អទេមានរឿងធំហើយតើមានរឿងអ្វីបានជាស្លន់ស្លោបែបនេះសន្សំនិយាយទៅត្រកូលលូនោះពិតជាមិនស្គាល់ខ្មាស់មែនពួកគេធ្វើតាមយើងគ្រប់បែបយ៉ាងក៏បានបង្កើតសកម្មភាពបញ្ចុះតម្លៃដូចគ្នាដែរហើយពួកគេថែមទាំងសាហាវជាងយើងទៀតមិនត្រឹមតែចែកក្រណាត់និងសៅមេដោយឥតគិតថ្លៃប៉ុណ្ណោះទេថែមទាំងមានការចាប់រង្វាន់តាមកងវេយៈទៀតផងឲ្យតែបានទិញក្រណាត់គឺមានឱកាសចាប់បានរង្វាន់ធំជាប្រាក់10យន់ឥឡូវនេះអ្នកក្រុងនៅលើដងផ្លូវសុទ្ធតែត្រូវបានតាក់ទាញដោយប្រាក់10យន់នោះនាំគ្នាសម្រុកទៅហាងត្រកូលលូអស់ហើយហាងរបស់យើងពេលនេះសូម្បីតែស្រមោលមនុស្សក៏គ្មានម្នាក់ដែរតើរឿងនេះគួរដោះស្រាយយ៉ាងណាទៅតើមានអ្វីត្រូវស្លន់ស្លោពួកគេមានល្បិចកលរបស់ពួកគេខ្ញុំក៏មានមធ្យោបាយដោះស្រាយរបស់ខ្ញុំដែរកាលពីមុនពួកយើងធ្វើការលក់បញ្ចុះតម្លៃជាក្រុមគឺដើម្បីចំណេញប្រាក់ពីពួកអ្នកដែលលោកខ្លួនចង់បានរបស់ថោកឥឡូវនេះក្នុងពេលដែលត្រកូលលូបោះទុនយ៉ាងច្រើនដើម្បីដណ្ដើមអតិថិជនទាំងនោះអញ្ចឹងពួកយើងត្រូវតែផ្លាស់ប្ដូរក្រុមគោលដៅតើអ្នកមានល្បិចអាក្រក់អ្វីទៀតហើយនៅលើโลกនេះក្រៅពីពួកអ្នកលោកខ្លួនចង់បានទ្រព្យសម្បត្តិនៅមានមនុស្សមួយប្រភេទទៀតដែលងាយស្រួលរកប្រាក់ពីពួកគេបំផុតតើមនុស្សប្រភេទណាគឺពួកអ្នកដែលចូលចិត្តសម្រស់បុរសសង្ហាលោកស្រីនិងអ្នកនាងកញ្ញាទាំងឡាយសូមអញ្ជើញមកមើលទីនេះសាច់ក្រណាត់របស់ហាងលក់ទំនិញគូស៊ឺរបស់ពួកយើងគឺរឹងមាំនិងជាប់ធន់ខ្លាំងណាស់វាធន់នឹងការទាញជាងសាច់ដុំរបស់បុរសទាំងនេះទៅទៀតអូហូសាច់ក្រណាត់នេះពិតជាជាប់ល្អមែនវាស់ឲ្យខ្ញុំ10ហាត់ថមកប្រើប្រាស់យុវជនដែលមានរូបរាងស្រស់សង្ហានិងទន់ភ្លន់អូហូនិស្សិតទាំងនេះមានរូបរាងសង្ហាខ្លាំងណាស់ទាំងអស់គ្នាយករូបថតមកប្រៀបធៀបគ្នាអញ្ចឹងបាទដឹងថាផលិតផលរបស់គេខ្លាំងប៉ុណ្ណាមួយរយៈមុនណាគឺខ្ញុំខ្លាចកាមេរ៉ាខ្លាំងមែនតើខ្ញុំបដៅខ្លួនរហូតដល់60គីឡូថតរូបហើយអត់ហ៊ានផុសទេគឺដេកយំម្នាក់ឯងហ្មងមិនគួរណាបដៅខ្លួនដល់ថ្នាក់ហ្នឹងសោះក៏ប៉ុន្តែមួយរយៈហ្នឹងគឺខ្ញុំអូស Facebook អត់ដាច់ហ្មងដោយសារតែយាសកា brand គឺផ្ទុះខ្លាំងមែនតើទើបខ្ញុំសម្រេចចិត្តសារដឹងខ្លួនតែផ្លាយហ្មងអាខោធ្លាប់ពាក់ឡើងតឹងផ្អឺហ្នឹងឥឡូវពាក់ឡើងអាលងតឹងតែអត់ជឿហើយទៅញ៉ាំបានតែ2កំប៉ុងសោះតែមើលរៀងឥឡូវឡើង slim ផ្លាយសាហាវទៅណាមកណាគេសួររហូតថាឥឡូវស្អាតផ្លាយមិនត្រឹមតែស្រកគីឡូទេណាគឺអត់ប៉ះពាល់សុខភាពអត់ធ្វើឲ្យរាកហើយអត់មួម៉ៅទៀតហើយអ្នកទាំងអស់គ្នាមិនបាច់ភ័យទេស្រកគីឡូមើលទៅមុខអត់បាក់ទេដោយសារតែយាសកា body shape នេះគឺជាប្រភេទវីតាមីនសម្រកជួយកម្ចាត់ជាតិពុលហើយនឹងខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់យើងហ្នឹងញ៉ាំមួយថ្ងៃតែមួយគ្រាប់ទេមុនអាហារពេលព្រឹក30នាទីភ្លេចខ្លួនស្រកគីឡូដឹងខ្លួនហ្មងហើយយាសកា body shape ហ្នឹងគឺមានរូបមន្តមកពីប្រទេសបារាំងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថា brand យាសកាហ្នឹងគឺជា brand មួយដែលនៅលើទីផ្សារយូរហើយក៏ល្បីខ្លាំងមែនតើសំខាន់ណាមាន brand យាសកាហ្នឹងនៅលើគ្រប់ឆ្នាំទៀតនិយាយទៅគឺអាចប្រើដោយទំនុកចិត្តបានគឺអាចទុកចិត្តបានហ្មងតោះនៅទឹកខ្លួនឯងឲ្យធាត់មានក្បាលពោះដល់អង្ការទៀតលឿនមកអានឆាប់បានស្អាតទាំងអស់គ្នាសូត្រទាំងនោះនៅពេលដែលពួកគេស្លៀកទៅពិតជាមើលទៅមានតម្លៃខ្ពង់ខ្ពស់មែនមេផ្ទះប្រញាប់គ្រាខ្ញុំទៅទីនោះភ្លាមខ្ញុំក៏ចង់ទិញក្រណាត់ត្រជាក់យកទៅកាត់រោគឆេផៅដែរពិតជាខូចសើធរអស់ហើយនេះពិតជាការប្រមាថដល់អ្នកចេះដឹងខ្លាំងណាស់ស៊ូសេបជាអ្នកប្រញាប់ដេញពួកបរិសុទ្ធព្រៃផ្សាយដែលបញ្ចេញតាមទ្រូងនិងបញ្ចេញក្នុងទាំងនោះចេញទៅឲ្យអស់ភ្លាមវិធីសាស្ត្រលក់ដូរដោយប្រើសម្រស់បែបនេះវាធ្វើឲ្យបាត់បង់មុខមាត់ត្រកូលគូរបស់ខ្ញុំអស់ហើយលោកប្រុសអ្នកមិនយល់ពីចំណុចនេះទេនេះគេហៅថាធ្វើតាមចំណង់ចំណូលចិត្តវិធីណាដែលរកប្រាក់បានគឺជាវិធីល្អហើយម្យ៉ាងវិញទៀតបើអ្នកគិតថាពួកគេធ្វើឲ្យខ្មាស់គេចុះហេតុអ្វីបានជាអ្នកមិនចេញទៅដោយខ្លួនឯងទៅសម្លឹងមើលខ្ញុំធ្វើអីលោកប្រុសពួកយើងទៅស៊ូសាវជាអ្នកពិតជាខ្លាំធំមែនតើអ្នកចង់ធ្វើអ្វីនឹងប្រញាប់លេងខ្ញុំភ្លាមអស់លោកអ្នកទស្សនាទាំងឡាយអំបញ្ញមិញនេះគ្រាន់តែជាអាហារសម្រន់សម្រាប់បើកឆាកតែប៉ុណ្ណោះចំណែកលោកនេះគឺជាម្ចាស់វ័យក្មេងនៃហាងលក់ទំនិញគូស៊ឺរបស់ពួកយើងជាលោកប្រុសធំដែលមានចរិតឆ្មើងឆ្មៃតែចិត្តល្អនិងមាត់មិនដាច់ពីចិត្តព្រះឲ្យលោកប្រុសធំត្រកូលគូសង្ហាខ្លាំងណាស់ថែមទាំងមានរូបរាងទន់ខ្សោយដូចជាអ្នកជំងឺទៀតផងពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់ខ្ញុំចង់ទិញក្រណាត់ត្រកូលគូខ្ញុំចង់គ្រប់គ្រងលោកប្រុសធំគូមួយយន់ពីរយន់100យន់200យន់មានបានហើយមិននឹកស្មានថាអ្នកមានគំនិតច្រើនយ៉ាងនេះសោះអូលោកប្រុសសរសើរហួសហើយព្រោះខ្ញុំគ្រាន់តែជាកំពូលអ្នកពូកែរោប្រាក់ដ៏សាមញ្ញម្នាក់តែប៉ុណ្ណោះត
តែលោកប្រុសខ្ញុំរកប្រាក់ឲ្យហាងបានច្រើនយ៉ាងនេះអ្នកគួរតែប្រញាប់ដំឡើងប្រាក់ខែឲ្យខ្ញុំទៅបើមិនអញ្ចឹងទេថ្ងៃស្អែកខ្ញុំនឹងរៀបចំខោអាវរត់ទៅធ្វើការឲ្យហាងត្រកូលលូមិនខានហឹមអ្នកពិតជាមនុស្សដែលឃើញតែប្រាក់មែនត្រកូលលូដែលជាត្រកូលតូចតាចបែបនោះតើអាចចិញ្ចឹមព្រះពុទ្ធអង្គដ៏ធំដូចជាអ្នករួចទៅពិតណាស់ប៊ីក្មេងតូចសន្យាថាឈប់ញ៉ាំទៀតណាកន្លោយើងណាអត់សំគ្នាអូនឃើញអត់ថាកុំឲ្យហៅស៊ីច្រើនពេកឥឡូវគេទៅចោលបាត់យ៉ាសកាញ៉ាំអីកុំថប់ដែរប្រាដោយទំនើបជាតិជាមួយយ៉ាសកា Body Shake ជាវីតាមីនសម្រកសំឡើងពីក្របធូលីជាតិមានប្រសិទ្ធភាពទឹកខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនពេលស្អាតដោយសុវត្ថិភាពយើងត្រូវគ្នាវិញបានអត់គីឡូយើងអត់ត្រូវគ្នាបាយប្រាដោយទំនើបជាតិជាមួយយ៉ាសកា Body Shake ជាវីតាមីនសម្រកសំឡើងពីក្របធូលីជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពជាមួយផលិតផលស្តង់ដារមកពីប្រទេសបារាំងលោកប្រុសអ្នកមិនដែលឮពាក្យចាស់ពោលទៅថាមនុស្សស្លាប់ព្រោះតែទ្រព្យសម្បត្តិសត្វស្លាប់ព្រោះតែចំណីប្រាក់កាសទើបជាសេចក្ដីដ៏ពិតប្រាកដទៅហើយសៀវជើងមិនបានជួបគ្នាជាយូរណាស់មកហើយថ្ងៃនេះខ្ញុំមានបំណងមកកាន់ហាងលក់រឿងរ៉ាវរបស់អ្នកដោយផ្ទាល់អ្នកនាងហៅអញ្ជើញអង្គុយប៉ុន្មានថ្ងៃទៀតកងទ័ពរបស់លោកពុកខ្ញុំនឹងត្រូវចេញដំណើរហើយត្រូវការជាបន្ទាន់នៅសម្ភារៈយោធាពិសេសមួយចំនួនកាលពីមុនខ្ញុំធ្លាប់បានបញ្ជាទិញមួយចំនួនរួចមកហើយជាប្រភេទក្រណាត់ការពារជំរាបទឹកនាំចូលពីប្រទេសអាល្លឺម៉ង់ប៉ុន្តែសាច់ក្រណាត់នោះមានសភាពស្ដើងនិងងាយដាច់រហែកណាស់នៅក្នុងរង្វង់ដៃរបស់ខ្ញុំគ្រាន់តែសាច់ឆ្មាដ៏រពឹសនេះក្តាប់ក្រញាំបន្តិចក៏ដាច់រហែកអស់ទៅហើយមិនអាចការពារមុខដាវឬមុខព្រួញបានតតែសោះខ្ញុំធ្លាប់បានរឿងមកថាសិប្បកម្មផលិតរបស់គ្រូសាគូគឺមានធ្វើដោយលេខ1លេខ2ទើបមានបំណងមកសាកសួរអ្នកថាតើអាចផលិតក្នុងរយៈពេល5ថ្ងៃបានដែរឬទេដើម្បីផលិតជូនកងទ័ពរបស់លោកមេតបធំនៅប្រភេទក្រណាត់យោធាពិសេសដែលមិនត្រឹមតែការពារជំរាបទឹកតែថែមទាំងអាចការពារការរអិលនិងការពារគ្រាប់ព្រួញបានទៀតផងអ្នកនាងហូសូមកុំបារម្ភអីក្នុងការដែលអ្នកនាងមកពឹងពាក់ដោយផ្ទាល់បែបនេះខ្ញុំពិតជានឹងយកចិត្តទុកដាក់ឲ្យអស់ពីសមត្ថភាពខ្ញុំនឹងចាត់ចែងឲ្យជាងនៅក្នុងរោងជាងប្រញាប់ប្រញាល់ធ្វើការភ្លាមនិងមិនឲ្យយឺតយ៉ាវដល់ពេលវេលាចេញសឹករបស់លោកមេតបធំឡើយ